មុខវិជ្ជាមួយដែលសិក្សាអំពីមនុស្សហើយដែលបង្ហាញអំពីតថភាពនៅក្នុងសង្គមមនុស្សតែអ្វីដែលពិសេសជាងគេដែលវាខុសពីមុខវិជ្ជាដទៃគឺប្រើសិលវិធីអក្សរសិលនេះមានពាក្យកន្លឹះ2ធំពាក្យកន្លឹះទី1ជាភាសាអង់គ្លេសថា literature of philosophy ពាក្យកន្លឹះទី2 literature in philosophy តែខ្ញុំលើកមកអធិប្បាយថ្ងៃនេះទស្សនវិជ្ជានៃអក្សរសិល្ប៍មិនមែនក្នុងអក្សរសិល្ប៍ទេបើទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ឧទាហរណ៍ថានៅក្នុងរឿងធនជ័យដែលលោកបណ្ឌិតវ៉ាន់ឌីកអនលោកបានរកឃើញថាអ្នកប្រាជ្ញខ្មែរពីដើមនោះបានបញ្ចូលនៅទស្សនវិជ្ជានៃវិចារណនិយមឃើញទេនៅក្នុងរឿងមិនចុះសម្រុងនឹងជីវិតលោកអាបែកាមូសបានបញ្ចូលនៅទស្សន័យជីវិតឥតន័យអានឹងទស្សនវិជ្ជានៅក្នុងអក្សរសិល្ប៍អានោះវាច្រើនណាស់ព្រោះអក្សរសិល្ប៍នៅលើโลกនេះមានរាប់រយលានរឿងអញ្ចឹងវាមានរាប់រយលានគំនិតនៅក្នុងហ្នឹងតែដែលខ្ញុំលើកយកមកនិយាយអំពីទស្សនវិជ្ជានៃអក្សរសិល្ប៍ទស្សនវិជ្ជានៃអក្សរសិល្ប៍នេះក៏មានអ្នកប្រាជ្ញធំនៅលើโลกហ្នឹងច្រើនដែលកំណត់ឲ្យនិយមន័យហ្នឹងមានសឹងជាង100និយមន័យខ្ញុំឧទាហរណ៍យើងនិយាយពីខ្មែរមុនទៅចោះលោកបណ្ឌិតកេងវណ្ណសាលោកថាអក្សរសិល្ប៍ជាវិជ្ជាស្យង់ដែលចោទដោះស្រាយបញ្ហាមនុស្សដែលឆ្លោះពីបញ្ហាសង្គមលោកកាលម៉ាលោកថាអក្សរសិល្ប៍ជាអាវុធមុខពីរដែលប្រើសិល្បៈយកមកឆ្លោះបញ្ចាំងអំពីបញ្ហាសង្គមលេនីនក៏គាត់ឲ្យគំនិតផាក់ផែលនឹងដែរតលស្តយអ្នកនិពន្ធអ្នកអក្សរសិល្ប៍ដ៏ល្បីរបស់ជនជាតិរុស្ស៊ីហើយដែលជាអ្នកដែលមានឈ្មោះល្បីណាស់លើពិភពលោកក៏គាត់ឲ្យនិយមន័យដែរថាអក្សរសិល្ប៍គឺការយកសិល្បៈមកឆ្លុះបញ្ចាំងអំពីជីវិតតថភាពក្នុងសង្គមមានអ្នកនិពន្ធខ្លះទេដែលមានគំនិតផ្សេងពីហ្នឹងដូចទីហោដូចជាអ្នកនិពន្ធសាំងតិចស៊ុយប៉េរីនេះគាត់ថាអក្សរសិល្ប៍ជាគ្រឿងកំសាន្តគ្រឿងកាយកំសាន្តគ្រាន់ជាការសប្បាយទេអញ្ចឹងហើយបានជាយើងបងប្អូនរៀនទិសដីអក្សរសិល្ប៍នេះកន្លែងមុខងារអក្សរសិល្ប៍បងប្អូនឃើញទេមានលោកគ្រូខ្លះលោកកំណត់មុខងារអក្សរសិល្ប៍មាន3ទី1មុខងារពុទ្ធិទី2មុខងារតថៈទី3មុខងារអប់រំឃើញទេពុទ្ធិតថៈនិងអប់រំហ្នឹងហើយដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គមតើសង្គមវាដើរទៅដល់ណាសង្គមវាធ្វើអ្វីខ្លះក៏ប៉ុន្តែមានលោកគ្រូថាទៀតថាមុខងារអក្សរសិល្ប៍មាន14នោះគឺមុខងារកំសាន្តនេះអាហ្នឹងគឺយកទិសដីរបស់សាំងតិចស៊ុយប៉េរីហ្នឹងមកបង្ហាញហើយប៉ុន្តែអ្នកខ្លះទៀតគាត់ថាមុខងារអក្សរសិល្ប៍មានរហូតដល់5នោះគឺមុខងារទំនាក់ទំនងឧទាហរណ៍បងអូនអានរឿងប៉ូវេស្នីនាំឲ្យបងអូនយល់ដឹងអំពីវប្បធម៌អរិយធម៌របស់ពួកបច្ចឹមប្រទេសនាយុគសម័យទំនើបដែលបងអូនអានរឿងសាមកុកនាំឲ្យបងអូនយល់អំពីវប្បធម៌អរិយធម៌បូព៌ាប្រទេសនៅក្នុងសម័យបុរាណអាហ្នឹងទំនាក់ទំនងពីមនុស្សមួយទៅមនុស្សមួយពីសង្គមមួយទៅសង្គមមួយដូច្នេះបើយើងនិយាយពីអក្សរសិល្ប៍ជាទូទៅយើងអាចនិយាយបានថាជាមុខវិជ្ជាមួយដែលសិក្សាអំពីមនុស្សហើយដែលបង្ហាញអំពីតថភាពនៅក្នុងសង្គមមនុស្សតែអ្វីដែលពិសេសជាងគេដែលវាខុសពីមុខវិជ្ជាដទៃគឺប្រើសិលវិធីសិលវិធីហ្នឹងហើយដែលខុសពីគេបើកុំមានសិលវិធីអក្សរសិល្ប៍វាคล้ายជាមុខវិជ្ជាប្រវត្តិសាស្ត្រវាคล้ายជាមុខវិជ្ជាទស្សនវិជ្ជាវាคล้ายជាមុខវិជ្ជាសង្គមវិទ្យាហើយតែមុខវិជ្ជាប្រវត្តិសាស្ត្រអត់មានបញ្ចូលសិលវិធីទេអញ្ចឹងបានអ្នកខ្លះដែលមិនយល់ច្បាស់គាត់ទៅចាត់ទុកថាអក្សរសិល្ប៍គ្រាន់តែជារឿងអានកំដរអារម្មណ៍នឹងមិនជារឿងចម្លែកទេដែលគាត់អត់មានទិសដីអក្សរសិល្ប៍ហ្នឹងដែលគាត់ស្គាល់ពីនិយមនៃអក្សរសិល្ប៍ហ្នឹងអញ្ចឹងនេះចំណុចសំខាន់ជាងគេបំផុតនៃការដែលយើងនិយាយអំពីអក្សរសិល្ប៍ហ្នឹងគឺការឆ្លោះបញ្ចាំងអំពីតថភាពសង្គមដោយប្រើសិលវិធីសង្គមរបៀបណា